ហើយទី4នោះបន្ទាប់ពីយើងបានត្រៀមខ្លួនក៏ដូចជាបានសាកល្បងសិក្សាឬក៏ស្វែងយល់អំពីមុខវិជ្ជាផ្សេងៗយើងក៏គួរតែត្រៀមនៅឯកសារមួយចំនួនដែលចាំបាច់ដើម្បីត្រៀមខ្លួនទៅដាក់ពាក្យចូលរៀនឬក៏ដាក់ពាក្យចូលប្រឡងនៅតាមសាកលវិទ្យាល័យណាមួយដែលយើងបានជ្រើសរើសនៅពេលដែលគេចាប់ផ្ដើមបើកទទួលពាក្យឬក៏ចាប់ផ្ដើមបើកការប្រឡងអញ្ចឹងឯកសារដែលគួរត្រៀមទូទៅគឺមានដូចជាកាតសិស្សឬក៏អត្តសញ្ញាណប័ណ្ណសៀវភៅគ្រួសារហើយក៏ដូចជាសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅពេលដែលយើងបានទទួលលទ្ធផលហើយនឹងបានទទួលយកនៅសញ្ញាបត្រឬក៏សាលាកប្បត្តិដែលគេបានផ្ដល់ឲ្យបញ្ជាក់អំពីនិទ្ទេសឬក៏លទ្ធផលនៃការប្រឡងរបស់យើងហើយជាចុងក្រោយនោះគឺយើងគ្រាន់តែត្រៀមខ្លួនដើម្បីទទួលយកនៅបទពិសោធន៍ថ្មីហើយកុំមានសម្ពាធឬក៏កុំព្យាយាមដាក់សម្ពាធលើខ្លួនឯងហើយរីករាយជាមួយនឹងដំណើរនេះពីព្រោះវាគឺជាដំណើរថ្មីហើយក៏ដូចជាបទពិសោធន៍ថ្មីសម្រាប់យើងទាំងអស់គ្នាហើយយើងនឹងបានជួបនៅបទពិសោធន៍ល្អៗថ្មីៗជាច្រើននៅក្នុងជីវិតជានិស្សិតនៅសាកលវិទ្យាល័យហើយវាគឺជារយៈពេលមួយដែលខ្លីគឺត្រឹមតែរយៈពេល4ឆ្នាំតែប៉ុណ្ណោះដូច្នេះហើយយើងគួរតែរីករាយហើយនឹងព្យាយាមទទួលយកនៅចំណេះដឹងក៏ដូចជាបទពិសោធន៍នានាដែលយើងនឹងបានទទួលក្នុងរយៈពេល4ឆ្នាំនេះសូមជូនពរឲ្យបងប្អូនទាំងអស់គ្នាទទួលបាននូវលទ្ធផលល្អហើយក៏ដូចជាបានចូលទៅរៀននៅថ្នាក់សាកលវិទ្យាល័យទៅតាមមុខវិជ្ជាដែលខ្លួនស្រឡាញ់និងពេញចិត្តសូមអរគុណ